ខ្ញុំមិនណែនាំបងប្អូនឲ្យស្គាល់កន្លែងកែបសែកំពង់ឆ្ងាញ់នៅខាងខេត្តកំពង់ឆ្នាំងបងប្អូនកែបកំពង់នៅកន្លែងមកគាត់នេះគាត់ចែកជាពីររដូវកាលបងប្អូនមានកែបសែហើយនិងកែបចិញ្ចឹមហើយអ្នកលក់គឺស្មោះត្រង់បំផុតគឺកែបចិញ្ចឹមខាងកែបចិញ្ចឹមកែបសែខាងកែបសែគឺចាប់ពីរដូវវស្សាទៅគឺសបោងកែបសែគឺគាត់លក់ទាំងកែបសែសុទ្ធអត់មានកែបចិញ្ចឹមទេបងប្អូនដូចតែឃើញនេះអានេះចូលរដូវប្រាំងទេមែនប៉ុន្តែគាត់ថានៅតែមានកែបសែអត់ទាន់ផុតទេប្រហែលជាមួយខែទៀតចូលខែ1អីហ្នឹងគឺចាប់ដើមផុតហើយអញ្ចឹងនៅខែ12នេះគាត់ថានៅមានឡើយទេហើយដូចបងប្អូនឃើញនេះក៏មិនមានច្រើនដែរគាត់ថាមួយថ្ងៃមានតែត្រឹម20 30 40គីឡូអញ្ចឹងទៅហើយគាត់ប្រមូលមកទូទាំងប្រទេសហ្មងបងប្អូនមិនមែនតែយកនៅកំពង់ឆ្នាំងទេណាគាត់យកគ្រប់ខេត្តទាំងអស់ឲ្យតែមានកែបសែគឺយកមកលក់នៅហាងរបស់គាត់នេះហើយគាត់លក់ដាច់ណាកែបសែរបស់គាត់នេះពិសេសអ្នកខ្ចប់ម៉ោង2ម៉ោង3អីហ្នឹងគឺខ្ចប់ពេញហ្នឹងបើម៉ោង5វិញគឺណែនហើយថ្ងៃនេះគឺខ្ញុំចូលកាត់កំពង់ឆ្នាំងនេះមកគឺតែម៉ោង1ម៉ោង2ទេបងប្អូនគាត់តែចាប់ផ្ដើមកំពងអញ្ចឹងណាបានអត់មានភ្ញៀវនៅក្នុងហាងជាធម្មតាខ្ញុំជឿថាមានអ្នកម៉ួយគាត់ច្រើនណាបងស្រីលក្ខណៈនេះគឺជាកន្លែងកំពងកែបសែមួយដែលលក់ដាច់ខ្លាំងមែនតើណាបងប្អូនកែបសែរបស់គាត់ឆ្ងាញ់រសជាតិម្សៅរបស់គាត់កំពងហ្នឹងវាឆ្ងាញ់ហើយវាត្រូវជាមួយនឹងអាទឹកជ្រលក់របស់គាត់នេះហើយខ្ញុំតន់ពេលដែលគាត់កំពុងធ្វើទឹកជ្រលក់នេះគាត់សិតតែកំពងខ្ទឹមចាក់អាទឹកម្ទេសចាក់អីហ្នឹងកូរចូលគ្នាដើម្បីធ្វើទឹកជ្រលក់ហ្នឹងហើយគាត់ដាក់ជាមួយឈូកខ្ទឹមនេះមកអូអែមបងប្អូនអែមជាងបើអាមេរិកក្រូចឆ្មាទៀតខ្ញុំមិនដែលឃើញអាទឹកជ្រលក់ណាដែលគេចុចមួយកែបត្រូវជាងបើអាមេរិកជាងកន្លែងរបស់គាត់នេះទេអែមជាងបើអាមេរិកទៀតបងប្អូនបងសួរមួយមើលកែបឯងលក់ហ្នឹងកែបផ្សែកែបចិញ្ចឹមបងកែបផ្សែបងផ្សែសុទ្ធហ្មងហ៎បងចាបងចាបើអត់មានកែបផ្សែអត់ចិញ្ចឹមហ្មងអត់ធ្វើហ្មងកែបផ្សែលក់កែបទីក្រុងលក់កែបទីក្រុងចាតែឥឡូវហ្នឹងនៅផ្សែសុទ្ធឥឡូវបងប្រហែលជាខ្ទង់ខែ1អីបានអស់កែបផ្សែសាច់វាថ្លាបងហើយវាអត់ធំខ្លាំងទាំងអស់ទេបងវាទុំលាយធំអូវាមានតូចធំអញ្ចឹងណាអត់ស្មើអញ្ចឹងទេកែបចិញ្ចឹមសាច់វារៀងសសម្រាប់រសជាតិកែបផ្សែរបស់គាត់អែមណាស់បងប្អូនអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការទៅញ៉ាំដល់កន្លែងអីចាំខ្ញុំដាក់ទីតាំងនឹងព័ត៌មានបិទនៅក្នុងខមមិនឲ្យបងប្អូនដែរហើយបើសម្រាប់បងប្អូនដែលត្រូវការវិចខ្ចប់អីដូចគាត់និយាយលេខទូរស័ព្ទនៅក្នុងវីដេអូណាបងប្អូនអាចខលតាក់ទងទៅសម្រាប់ការវិចខ្ចប់វិញបងគាត់ប្រាប់ថាយើងអាចវិចម្សៅផ្សេងហើយនឹងកែបផ្សេងដាក់ក្នុងធុងអញ្ចឹងទៅពេលដែលយើងយកទៅដល់ផ្ទះយើងអាចជ្រលក់កែបហ្នឹងជាមួយនឹងម្សៅទៅយើងយកបំពងញ៉ាំទៅហើយយើងចង់យកកែបហ្នឹងទៅប្រឡាក់ហើយចៀនឬមួយក៏អាំងអត់ចាំបាច់ដាក់ម្សៅក៏បានដែរបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាបំពងម្សៅខ្ញុំអត់សូវចូលចិត្តប្រហែលទេប៉ុន្តែបើសិនជាបានកែបហ្នឹងយកទៅប្រឡាក់គ្រឿងហើយយកទៅបំពងឲ្យស្រួយចុចមួយក្តឹបអំពិលឬមួយក៏អំពិលម្រេចអីអែមណាស់បងប្អូននេះគ្រឿងខ្លែមទឹកត្នោតទឹកអីហ្នឹងអូអែមចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់បានកែបផ្សែគឺអាចរស់រាន់តាន់ខែ12ហ្នឹងនៅមានបងប្អូនចូលដល់ខែ1អីបងស្រីគាត់ថាអស់ហើយសម្រាប់កន្លែងរបស់គាត់នេះគឺជាកន្លែងមួយដែលល្បីមែនតើហើយបងស្រីលក្ខណៈបងប្អូននៅកំពង់ឆ្នាំងមានតែគាត់នេះហើយដែលមានកែបគ្រប់រដូវកាលទាំងអស់មិនថាកែបចិញ្ចឹមកែបផ្សែទេហើយគាត់មិនមែនយកមកតែពីកំពង់ឆ្នាំងមកកន្លែងណាបងប្អូនប្រមូលទូទាំងប្រទេសកម្ពុជារបស់យើងតាមបណ្ដាខេត្តផ្សេងៗឲ្យតែមានគឺយកមកលក់ឲ្យគាត់ដែរចឹងហើយបងប្អូនអាចទៅញ៉ាំដល់កន្លែងក៏បានអាចខ្ចប់ក៏បានចាំខ្ញុំដាក់លេខទូរស័ព្ទនិងព័ត៌មានបិទកន្លែងមកគាត់នៅក្នុងខមមិនជូនបងប្អូនដែរអរគុណបងប្អូនជំរាបលាបាយ